Ok, số đây này đó này chụp này chụp môi nâng mê riêng son tận này chỉ bắn to tít bà tháng này cứ dương cho đó mê riêng ti 54 này bằng bộ nào này bà hai này cứ chơi chụp non chương này mê riêng bao giờ chỉ cần tha on the riverside bà on the riverside bà cứ này tha nơi 8 một tuần lễ nè bà hai này cứ chơi rùa pia pon tận nâng ca son tận này bao giờ nơi tháng này Tom Amber Sophia TV ហើយនឹងសម្បត្តិហ្នឹងគឺពួកគេបានមកដល់ទីក្រុងភ្នំពេញហើយបានឈប់សម្រាកនៅផ្ទះសំណាក់មួយកន្លែងហើយនៅព្រឹកនេះសម្បត្តិគាត់បានចេញទៅមុនបាទដោយគាត់មិនបានប្រាប់ថាទៅណាទេប៉ុន្តែគាត់បានបន្សល់ទុកសម្បត្តិមួយច្បាប់ថានឹងមកជួបអ្នកទាំង4នាក់នេះវិញនៅពេលអាហារថ្ងៃត្រង់ណាអញ្ចឹងនៅខណៈពេលដែលពួកគេទាំង4នាក់នេះរងចាំសម្បត្តិត្រឡប់មកវិញគឺពួកគេទាំង4នាក់បានទៅដើរលេងកម្សាន្តនៅតាមមាត់ទន្លេហើយក៏បានជួបនឹងមនុស្សមួយក្រុមដែលពួកគេកំពុងតែនាំគ្នាហាត់ប្រាណបាទអ្នកខ្លះក៏កំពុងតែលេងទាត់ស័យទៅហើយអ្នកខ្លះកំពុងតែរាំហើយអ្នកខ្លះទៀតគឺកំពុងតែរត់អញ្ចឹងណាបាទដើម្បីជាការហាត់ប្រាណអញ្ចឹងយើងរងចាំមើលនៅក្នុងការសន្ទនាទាំងគ្នាថាតើពួកគេទាំង4នាក់នេះបាទនិយាយគ្នាដូចម្តេចខ្លះនៅពេលដែលពួកគេបានឃើញបាទក្រុមអ្នកហាត់ប្រាណមួយក្រុមនេះណាបាទអញ្ចឹងតោះមុននឹងចូលដល់ការសន្ទនាខ្ញុំសូមបង្ហាញពីហើយនឹងឃ្លាសំខាន់សម្រាប់បងប្អូនទាំងគ្នាជាមុនសិនបាទ keywords and phrases បាទពីហើយនឹងឃ្លាសំខាន់នៅក្នុងមេរៀនរបស់យើងថ្ងៃនេះគឺបាទយើងមានពាក្យថា fun ណាបាទយ៉ាងថា fun បាទ fun ហ្នឹងគឺមានន័យថាសប្បាយរីករាយហើយយើងមានពាក្យថា kick បាទយ៉ាងថា kick មានន័យថាទាត់ហើយយើងមានបាទពាក្យថា jog បាទយើងថា jog ពាក្យថា jog ហ្នឹងគឺមានន័យថារត់តិចណាបងប្អូនបាទរត់ត្រូវរត់តិចដើម្បីហាត់ប្រាណហ្នឹងណាបាទគេប្រើពាក្យថា jog ណាបាទរត់តិចហើយបាទយើងមានពាក្យថា dance បាទយ៉ាងថា dance មានន័យថារាំហើយបាទយើងមានពាក្យថា pop music បាទ pop music គឺមានន័យថាភ្លេងប្រជាប្រិយហើយយើងមានពាក្យថា people បាទ people មានន័យថាមនុស្សហើយយើងមានពាក្យថា or ណាបាទ or នោះគឺមានន័យថាឬណាបាទសូមកុំភ្លេចជួយចុច Subscribe ហើយនឹងបើករូបសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីដែលខ្ញុំនឹងផុសជាបន្តបន្ទាប់បាទហើយយើងមានពាក្យថា keep បាទយើងអានថា keep មានន័យថារក្សាណាបាទហើយយើងមានពាក្យថា healthy បាទ healthy មានន័យថាមានសុខភាពល្អណាបាទហើយយើងមានបាទ clear ថា over there ណាបាទ over there គឺមានន័យថានៅទីនោះណាបាទអូខេអញ្ចឹងនេះគឺជាពាក្យហើយនឹងឃ្លាសំខាន់នៅក្នុងមេរៀនរបស់យើងថ្ងៃនេះអញ្ចឹងបន្ទាប់ពីនេះយើងចូលទៅមើលការសន្ទនាទាំងអស់គ្នាតែម្ដងបាទ conversation ហើយនេះគឺជាអត្ថបទនៃ conversation របស់យើងអូខេអញ្ចឹងមុននឹងចូលដល់ការសន្ទនាដោយរដងអញ្ចឹងគឺខ្ញុំសូមឲ្យបងប្អូនទាំងគ្នាធ្វើហាត់នៅក្នុងការស្ដាប់អត្ថបទសន្ទនាមួយនេះជាមុនសិនបាទបន្ទាប់មកខ្ញុំនឹងបញ្យល់បន្ថែមជូនបងប្អូនទាំងគ្នាតាមក្រោយណាបាទអូខេអញ្ចឹងតោះយើងចូលស្ដាប់ទាំងគ្នាតែម្ដងDavy, that looks fun. What are they kicking? It's called a sai. They usually play it in the morning or evening. Oh, the people over there are dancing to pop music. And that man is jogging. I like jogging too. It keeps me healthy. Oh, who's that? Isn't it Sambat? Yes, it is. He's in a boat. Sambat, what are you doing? អូខេយ៉ាងម៉េចដែរបងប្អូនទាំងគ្នាឥឡូវសូមបងប្អូនទាំងគ្នាฝึกហាត់នៅក្នុងការស្ដាប់ម្ដងទៀត Davy, that looks fun. What are they kicking? It's called a sai. They usually play it in the morning or evening. Oh, the people over there are dancing to pop music. And that man is jogging. I like jogging too. It keeps me healthy. Oh, who's that? Isn't it Sambat? Yes, it is. He's in a boat. Sambat,
What are you doing? បាទអញ្ចឹងបន្ទាប់ពីបងប្អូនបានស្ដាប់ចប់ហើយតោះឥឡូវសូមបងប្អូនមកស្វែងយល់អំពីអត្ថបទសន្ទនាមួយនេះបន្ថែមជាមួយខ្ញុំតគ្នាបាទអញ្ចឹងដោយបងប្អូនបានដឹងហើយថានៅថ្ងៃនេះបាទ Tom Amber សុភាហើយនឹង TV នឹងគឺពួកគេបានមកដើរលេងកម្សាន្តនៅតាមមាត់ទន្លេហើយក៏បានជួបមនុស្សមួយក្រុមដែលពួកគេកំពុងតែនាំគ្នាហាត់ប្រាណដោយអ្នកខ្លះកំពុងតែនាំគ្នាទាត់សីហើយអ្នកខ្លះកំពុងរាំហើយអ្នកខ្លះក៏កំពុងតែរត់អញ្ចឹងទៅណាបាទអញ្ចឹងតោះយើងមកមើលការសន្ទនាតគ្នាបាទអញ្ចឹងដំបូង Tom គាត់និយាយទៅកាន់ TV ថា TV that looks fun បាទ that looks fun បាទគឺមានន័យថា TV នោះមើលទៅដូចជាសប្បាយរីករាយមែនណាបាទ looks ត្រង់នេះគឺមានន័យថាមើលទៅដូចជាណាបាទនោះមើលទៅដូចជាសប្បាយរីករាយមែនណាបាទ that looks fun ហើយក៏បន្តថា what are they kicking បាទ what are they kicking គឺមានន័យថាតើពួកគេកំពុងទាត់អ្វីហ្នឹងបាទ kicking នឹងថាកំពុងទាត់ណាបាទ what are they kicking បាទតើពួកគេកំពុងទាត់អ្វីណាបាទហើយបន្តមក TV ក៏ឆ្លើយប្រាប់ថា it's called a say បាទ it's called a say បាទគឺមានន័យថាវាហៅថា say ឬក៏គេហៅវាថា say ណាបាទអញ្ចឹងពាក្យថា say នៅត្រង់កន្លែងនេះគឺបាទ TV ក៏គ្រាន់តែចង់ឲ្យ Tom នឹងស្គាល់ថារបស់នឹងភាសាខ្មែរគេហៅថាម៉េចណាបាទគឺគេហៅថា say ណាបាទប៉ុន្តែចំពោះភាសាអង់គ្លេសគឺបងប្អូនអាចប្រើ shuttlecock ក៏បានដែរណាបាទ shuttlecock គឺមានន័យថា say ណាបាទ kicking shuttlecock នេះមានន័យថាកំពុងទាត់សីណាបាទអញ្ចឹងបងប្អូនអាចប្រើបាទពាក្យ shuttlecock ហ្នឹងក៏បានដែរណាបាទអូខេអញ្ចឹងយើងមើលបន្តទៀតបាទ TV ក៏បន្តថា they usually play it in the morning or evening ណាបាទគឺមានន័យថាជាធម្មតាបាទ usually មានន័យថាជាធម្មតាពួកគេលេងវានៅក្នុងពេលព្រឹកឬក៏ពេលល្ងាចណាបាទអញ្ចឹងជាធម្មតាគេលេងសីនៅក្នុងពេលព្រឹកឬក៏ពេលល្ងាចណាបាទហើយបន្តមក Tom គាត់និយាយថា oh the people over there are dancing to pop music បាទដល់ទៀត oh the people over there are dancing to pop music គឺមានន័យថា oh មនុស្សនៅទីនោះណាបាទ the people over there មានន័យថាមនុស្សនៅទីនោះ are dancing to pop music មានន័យថាកំពុងតែរាំតាមបទភ្លេងប្រជាប្រិយណាបាទ are dancing to pop music បាទកំពុងតែរាំតាមបទភ្លេងប្រជាប្រិយណាបាទហើយបន្តមក Amber ក៏ថា and that man is jogging បាទ and that man is jogging បាទមានន័យថាហើយបរិសម្នាក់នោះកំពុងតែរត់តិចតិចហើយក៏បន្តថា I like jogging too បាទ I like jogging too បាទគឺមានន័យថាខ្ញុំចូលចិត្តរត់តិចតិចដែរណាបាទហើយក៏បន្តទៀតក៏ថា it keeps me healthy បាទ it keeps me healthy គឺមានន័យថាវាជួយឲ្យខ្ញុំមានសុខភាពល្អណាបាទអញ្ចឹងមានន័យថាអាការរត់តិចតិចហ្នឹងណាបាទ Amber ក៏ថាវាជួយឲ្យគាត់ហ្នឹងគឺមានសុខភាពល្អណាបាទហើយបន្តមកបាទសុភាក៏ថា oh who's that បាទគឺមានថាអូតើនោះជានរណាបាទ who's that តើនោះជានរណាបាទគាត់មើលពីចម្ងាយទៅឃើញដូចសម្បត្តិណាបាទ who's that នោះជានរណាហើយគាត់ថា isn't it សម្បត្តិបាទ isn't it សម្បត្តិតើជាសម្បត្តិមែនទេបាទហើយបន្តមក TV គាត់ថា yes it is បាទ yes it is អាត្រង់នេះខ្ញុំអានភ្ជាប់បងប្អូនបាទបើយើងអានភ្ជាប់ទៅយើងអានថា yes it is តែពេលដែលយើងអានភ្ជាប់យើងថា yeah it is បាទមានថាចាពិតមែនហើយណាបាទ he's in a boat បាទ he's in a boat មានថាគាត់នៅក្នុងទូកណាបាទហើយបន្តមក Tom គាត់ថាបាទគាត់និយាយទៅកាន់សម្បត្តិណាគាត់ថាសម្បត្តិ what are you doing បាទសម្បត្តិ what are you doing គឺមានថាសម្បត្តិតើអ្នកកំពុងធ្វើអ្វីហ្នឹងបាទ what are you doing បាទតើអ្នកកំពុងធ្វើអ្វីហ្នឹងបាទបាទអញ្ចឹងការសន្ទនារបស់យើងគឺនៅមានបន្តទៀតណាបងប្អូនប៉ុន្តែថ្ងៃនេះយើងរៀនតែត្រឹមនេះសិនហើយបើអញ្ចឹងយើងចូលទៅមើលតោះគ្នាតើយើងបានរៀនអ្វីខ្លះនៅក្នុងការសន្ទនារបស់យើងថ្ងៃនេះណាបាទអូខេអញ្ចឹងអ្វីដែលយើងបានរៀននៅថ្ងៃនេះគឺយើងបានរៀនពាក្យថា fun បាទពាក្យថា fun នេះគឺមានន័យថាសប្បាយរីករាយណាបាទហើយបាទយើងបានរៀនពាក្យថា kick បាទគឺមានន័យថាទាត់ហើយយើងបានរៀនពាក្យថា jog បាទ jog គឺមានន័យថារត់តិចតិចហើយយើងបានរៀនពាក្យថា dance បាទពាក្យថា dance គឺមានន័យថារាំហើយយើងបានរៀនពាក្យថា pop music បាទ pop music គឺមានន័យថា
ភ្លេងប្រជាប្រិយណាបាទហើយយើងមានពាក្យ people បាទ people មានន័យថាមនុស្សហើយយើងមានពាក្យថា or បាទ or មានន័យថាឬណាបាទហើយយើងមានពាក្យថា keep បាទមានន័យថារក្សាហើយយើងបានរៀនពាក្យថា healthy បាទ healthy គឺមានន័យថាដែលមានសុខភាពល្អហើយយើងមាន clear ថា over there បាទ over there គឺមានន័យថានៅទីនោះណាបាទហើយយើងក៏មាន clear ថា on the river side បាទ on the river side បាទគឺមានន័យថានៅតាមមាត់ទន្លេណាបាទអូខេអញ្ចឹងមេរៀនសន្ទនារបស់យើងថ្ងៃនេះបានមកដល់ទីបញ្ចប់ហើយបាទប្រសិនបើបងប្អូនមានសំណួរឬក៏មានមតិយោបល់អ្វីបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបានបាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានការបង្រៀនភាសាអង់គ្លេសនៅលើ YouTube Channel BS English ខ្មែរសម្រាប់បងប្អូនដែលចង់ទទួលបានមេរៀនថ្មីៗទាក់ទងទៅនឹងពាក្យវេយ្យាករណ៍ការសន្ទនាការបកប្រែក៏ដូចជាមេរៀនភាសាអង់គ្លេសផ្សេងៗទៀតសូមបងប្អូនចុច Subscribe ហើយនឹងបើរូបសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗដែលខ្ញុំនឹងផុសជាបន្តបន្ទាប់សូមអរគុណសូមជម្រាបលា